តោះបងប្អូនទាំងអស់គ្នាបាទខ្ញុំមកចែករំលែកពីបទពិសោធន៍មួយដែលបងប្អូនប្រើទូរស័ព្ទ Android ចាញ់តែមានជួបបញ្ហាបងប្អូនហ្នឹងជាពិសេសនេះអាភាពលោតសារអញ្ចឹងបងប្អូនបាទគឺលោតសារមកអញ្ចឹងលោតសារមកទៅខ្លះលោតរឿងនេះរឿងនោះបងប្អូនណាបាទលោតធ្វើជាផលរំខានដល់យើងអញ្ចឹងបងប្អូនបាទវាលោតបែបហ្នឹងឯងបាទអញ្ចឹងខ្ញុំប្រើវិធីសាស្ត្រនៃធ្វើឲ្យវាឈប់លោតណាបងប្អូនណាបាទអញ្ចឹងបងប្អូនដែលប្រើ Android គឺត្រូវតែជួបតែម្ដងអញ្ចឹងកុំឲ្យធុញទ្រាំនឹងទូរស័ព្ទបងប្អូនធ្វើតាមខ្ញុំណាបាទវិធីងាយៗមែនទែនបងប្អូនណាបើយើងដឹងគឺវិធីងាយៗមែនទែនកុំឲ្យធុញទ្រាំអញ្ចឹងកម្មវិធីនេះគឺវាលោតចេញពី app Chrome អញ្ចឹងបងប្អូនយើងចាំយើងចូលទៅកន្លែង Chrome ទាំងអស់គ្នាបាទយើងចូលទៅកន្លែង Chrome ទាំងអស់គ្នាបាទបងប្អូនចាំតិចបាទអញ្ចឹងដល់កន្លែង Chrome នេះជួយឲ្យជាប់បងប្អូនណាបាទជួយឲ្យជាប់អញ្ចឹងមកបាទជួយឲ្យជាប់មកយើងយកសញ្ញាឧទានណាបងប្អូនសញ្ញាឧទានពីលើណាបាទសញ្ញាឧទានហ្នឹងយើងជួយចំនឹងមកបាទហើយយើងរកលេខពាក្យ notification បងប្អូនណាបាទចូលកន្លែងពាក្យ notification ហ្នឹងមកយើងបិទទៅបងប្អូនបាទបិទតែប៉ុណ្្នឹងទៅគឺវាបាត់អស់ហើយបាទតែប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូននេះគឺមានលេខមានផលរំខានសម្រាប់បងប្អូនទៀតហើយសម្រាប់បងប្អូនដែលមានតម្រូវការចង់ជួលរថយន្តឬកង់3បងប្អូនអាចតាក់ទងមកខ្ញុំបានបាទតាមលេខទូរស័ព្ទនៅ bio ឬក៏ជាមួយនឹង Telegram បងប្អូនជាមួយនឹងសេវាកម្មកង់3មួយសេវាកម្មឡានតាក់ស៊ីបងប្អូនណាទីតាំងយើងនៅខាងស្រុកបោះសែនផ្លូវ145ម្ដុំផ្សារស្លាប់លេងអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់ជួលរថយន្តទៅទីចិត្តទីឆេតបងប្អូនអាចតាក់ទងបាន24ម៉ោងអរគុណបងប្អូន